អ្នកនរគ្នាប្រកាសជាចង់បាន slide ស្អាតៗដើម្បីធ្វើការ presentation មែនអត់? អញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបក្នុងការប្រើប្រាស់នៅ slide template នៅក្នុង Canva ហើយនិងរបៀបស្វែងរក slide template ពី website ផ្សេងទៀតដើម្បីប្រើជាមួយ Canva អញ្ចឹងដើម្បីប្រើប្រាស់នៅ slide template នៅក្នុង Canva គឺអ្នកគ្នាចូលទៅកាន់ menu design នៅក្នុង Canva អញ្ចឹងខ្ញុំចូលទៅ slide មួយដែលមាន blank នេះអញ្ចឹងពេលដែលយើងធ្វើ slide presentation ថ្មីនៅក្នុង Canva យើងនឹងឃើញមានផ្ទាំងសមួយនេះឯងអញ្ចឹងដើម្បីប្រើនៅ slide Canva យើងចូលទៅកន្លែង menu design អញ្ចឹងខ្ញុំ zoom បន្តិចអញ្ចឹងនេះគឺជា menu design ដែលយើងអាច search ស្វែងរក template ណាមួយដែលយើងពេញចិត្តអញ្ចឹងឥឡូវខ្ញុំ search តាក់ទងជាមួយនឹង finance ឥឡូវខ្ញុំតាក់ទងជាមួយនឹង financial report អញ្ចឹងនេះគឺជា slide template ផ្សេងៗដែលតាក់ទងជាមួយនឹង finance អញ្ចឹងបើយើងចង់បាន slide template ណាមួយយើងចុចលើ slide template ហ្នឹងមកឧទាហរណ៍ឥឡូវខ្ញុំចង់បាន slide មួយនេះអញ្ចឹងខ្ញុំធ្វើការចុចនៅលើ slide ហ្នឹងបន្ទាប់មកយើងនឹងឃើញប៊ូតុងមួយដែលគេដាក់ពាក្យថា apply all 10 page ហ្នឹងមានថាបើយើងចុចប៊ូតុងហ្នឹងអញ្ចឹងអឺ slide ដែលមាននៅក្នុងហ្នឹងគឺនឹងចូលទៅក្នុងกระดาษ blank អ្នកទាំងអស់ទាំង10 page ហ្នឹងអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចុចឲ្យអ្នកគ្នាមើលពេលដែលខ្ញុំចុចប៊ូតុង apply all 10 page ហ្នឹងអញ្ចឹង slide ដែលមាននៅក្នុង template មួយហ្នឹងនឹងរត់ចូលទៅក្នុងกระดาษកិច្ចការយើងទាំងអស់ហ្នឹងហើយចុះបើសិនជាអ្នកគ្នាចង់យកតែមួយទេនៅក្នុងslide template ហ្នឹងតើយើងត្រូវធ្វើម៉េចអញ្ចឹងឥឡូវខ្ញុំបែរ Control Z អញ្ចឹងដើម្បីយកតែមួយគឺអ្នកនរគ្នាចុចទៅលើ slide ណាមួយpage ណាមួយដែលអ្នកគ្នាចង់import ចូលគឺឧទាហរណ៍ខ្ញុំចង់import យកតែ cover នេះមួយទេអញ្ចឹងខ្ញុំចុចសញ្ញាបូកនេះមកអញ្ចឹងអ្នកគ្នានឹងឃើញថាគឺវា import តែ page ទី1ហ្នឹងចូលទេហើយអ្នកគ្នាបន្ទាប់មកអ្នកគ្នាអាចកែអក្សរកែនៅលើនោះបានអញ្ចឹងអានេះគឺទាក់ទងជាមួយនឹងការប្រើប្រាស់ slide template នៅក្នុង Canva ដែលយើង search ចេញពី Canva អញ្ចឹងខ្ញុំនឹងបង្ហាញមួយទៀតគឺអ្នកគ្នាអាចយកពី website ផ្សេងទៀតមកប្រើជាមួយនឹង Canva បានដូចគ្នាហើយ website ហ្នឹងមានឈ្មោះថា Carnival អញ្ចឹង Carnival នេះគឺមានfree template ឲ្យយើងហើយយើងអាចប្រើជាមួយនឹង Canva ជា Google Slide ក៏ដូចជា PowerPoint អញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបថាយើងយក slide ពី Carnival ហ្នឹងទៅប្រើជាមួយនឹង Canva អញ្ចឹងថាឥឡូវខ្ញុំចង់បាន slide ទី1នេះ template ទី1នេះអញ្ចឹងខ្ញុំចុចលើ template ហ្នឹងបន្ទាប់មកយើងនឹងឃើញពាក្យថា download this template ហើយគេដាក់ 3 option ឲ្យយើងគឺ Canva PowerPoint និង Google Slide ដោយសារឥឡូវយើងប្រើជាមួយនឹង Canva អញ្ចឹងយើងចុចលើប៊ូតុងប្រើជាមួយនឹង Canva បន្តមកទៀតយើងចុចទៅលើពាក្យview template ហើយបន្ទាប់មកយកពាក្យ open editor អញ្ចឹងដល់ពេលយើងចុច open editor slide template មួយហ្នឹងនឹង import ចូលជាមួយនឹង Canva របស់យើងអញ្ចឹងយើងអាចធ្វើការកែបន្ថែមនៅក្នុងនោះបានហើយ slide យើងក៏ស្អាតហើយមានភាពទាក់ទាញទៀតអញ្ចឹងវីដេអូទាក់ទងជាមួយនឹងការប្រើប្រាស់ slide template នៅក្នុង Canva ក៏ដូចជា import ពី website ផ្សេងប្រើជាមួយ Canva គឺមានតែប៉ុណ្ណឹងបាយបាយ